សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍បងប្អូនទាំងអស់គ្នាសាជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃវីដេអូនេះផងដែរខ្ញុំអឺចែកម្លែកដល់បងប្អូនទាំងអស់គ្នាតកតងនឹងបន្លែថ្ងៃនេះគឺយើងរៀនអំពីបន្លែអញ្ចឹងប្រភេទបន្លែយើងប្រើពាក្យថាស៊ូឆាយលៃស៊ូឆាយលៃស៊ូឆាយលៃចឹងបន្លែទូទៅយើងប្រើស៊ូឆាយចឹងដល់ពេលប្រភេទតាំងអោយើងប្រើពាក្យថាថងហៅឆាយថងហៅឆាយអ្នកទាំងអស់គ្នាខ្លះអាចនឹងច្រឡំជាមួយនឹងស្ពៃបូកគោណាស្ពៃបូកគោយើងចែកចេញជាពីរប្រភេទសម្រាប់ស្ពៃបូកគោទូចគឺយើងប្រើពាក្យថាវ៉ាវ៉ាឆាយវ៉ាវ៉ាឆាយតកួនខុងស៊ីនឆាយខុងស៊ីនឆាយស្ពៃបូកគោធំយើងប្រើពាក្យថាតាបាយឆាយតាបាយឆាយអញ្ចឹងពេលណាដែលយើងទៅសេគឺយើងទៅសេប្រយ័ត្នតិចណាអ្នកទាំងអស់គ្នាគុំថាងស្ពៃបូកគោដូចគ្នាយើងទៅសេវ៉ាវ៉ាឆាយអាហ្នឹងគេដាក់ឲ្យស្ពៃបូកគោទូចហើយតែបើយើងទៅសេតាបាយឆាយអាហ្នឹងគេឡើងមកស្ពៃបូកគោធំឲ្យយើងសណ្ដែកបណ្ដុះហួងតូយ៉ាហួងតូយ៉ាសណ្ដែកបណ្ដុះស្ពៃតឿសាំងហៃឈីងសាំងហៃឈីងป่วยលេងពឆាយពឆាយป่วยលេងសាឡាត់ស្រួយឬក៏យើងប្រើមួយយ៉ាងទៀតគេហៅថាសាឡាត់រ៉ូមែនអញ្ចឹងគេប្រើពាក្យថាសឹងឆាយសឹងឆាយស្រាយសមុទ្រហាយតែហាយតែស្រាយសមុទ្រសាឡាត់មួយនេះក៏គេសម្រាប់ញ៉ាំជាមួយស៊ុបចិនណាអាហ្នឹងឆ្ងាញ់យោម៉ាយឆាយយោម៉ាយឆាយអញ្ចឹងភាសាចិនហៅយោម៉ាយឆាយភាសាខ្មែរខ្ញុំអត់ដឹងហៅសាឡាត់អីដែរប៉ុន្តែជាទូទៅគឺពួកខ្ញុំប្រើនៅក្នុងភោជនីយដ្ឋានគឺហៅថាជាសាឡាត់យោម៉ាយឆាយពោតបារាំងឈូខ្វៃឈូខ្វៃស្នៀតពោតស្នៀតពោតយើងប្រើពាក្យអ៊ីមីស៊ុនអ៊ីមីស៊ុនបើពេលពោតផ្អែមយើងហ្នឹងយើងប្រើពាក្យថាអ៊ីមីអ៊ីមីមើមឈូកគេប្រើពាក្យថាលៀនអូឬក៏ប្រើពាក្យមួយទៀតថាអូភៀនលៀនអូភៀនអញ្ចឹងយើងប្រើមួយណាក៏បានដែរបានដូចគ្នាអានេះខ្ញុំគ្រាន់ប្រាប់អ្នកទាំងអស់គ្នាថាបើសិនជាភ្ញៀវឬក៏ជនជាតិចិនដែលគាត់និយាយមកភាគច្រើនគាត់ថាអូភៀនអាហ្នឹងគាត់រមើមឈូកហ្នឹងហើយប៉ុន្តែអូភៀនហ្នឹងបានន័យថាគេចិត្តប្រទេសលៀនអូហ្នឹងបានន័យថាជាប្រភេទមើមឈូកហ្នឹងទាំងមើមអញ្ចឹងណាអញ្ចឹងនៅពេលដែលតែគេចិត្តប្រទេសហើយគេអានចេញជាអូភៀនត្រឡាចតុងគួត្រាវអ៊ីថោការ៉ុតហ៊ូឡពណ៌ចឹងសម្រាប់មេរៀនរបស់យើងតកតងនឹងបន្លែក៏មានតែប៉ុណ្្នេះទេហើយជួបគ្នានៅវីដេអូក្រោយទៀតហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូមួយនេះកុំភ្លេចចុច Subscribe ចុច Like Follow និង Share ដើម្បីចែកម្លែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាហើយក៏ទុកវីដេអូនេះទុកគ្រាន់ធ្វើជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាអរគុណច្រើន